ចេញមតិយោបល់ក្នុងពាក្យសម្ដីសំរុំថ្លៃថ្នូរនៅខាងក្រោមវីដេអូនេះមីស៊ីលនាំផ្លូវប្រឆាំងរថក្រោះប្រភេទ Metis M ដែលកងទ័ពប្រទេសកម្ពុជាយើងប្រើប្រាស់នេះគឺត្រូវបានផលិតដោយប្រទេសរុស្ស៊ីនិងត្រូវបានដាក់ប្រើប្រាស់ក្នុងឆ្នាំ1992វាមានទម្ងន់ 13.8 គីឡូក្រាមបណ្ដោយប្រវែង 980 មីលីម៉ែត្រនិងមានកប់ផ្ចិត 130 មីលីម៉ែត្រចំពោះការបំពាក់ក្បាលគ្រាប់របស់វាគឺអាស្រ័យទៅតាមប្រភេទនីមួយៗដែលវាអាចបាញ់បានចម្ងាយ 1.5 គីឡូម៉ែត្រនិងអាចបាញ់ទម្លុះស្រទាប់ដៃការពីរថក្រោះជម្រៅ 800 មីលីម៉ែត្រនិងសម្រាប់ Metis M1 គឺអាចបាញ់បានចម្ងាយ 2 គីឡូម៉ែត្រដោយមីស៊ីននេះបំពាក់ទៅដោយប្រព័ន្ធនាំផ្លូវ Cyclos ដែលអាចធ្វើឲ្យវាបាញ់ចំគោលដៅបានល្អនិងឧបករណ៍ Small Graphics Camera ដែលអាចចាប់យករូបភាពទីតាំងសត្រូវបានយ៉ាងច្បាស់មិនថាពេលយប់ឬក៏ពេលថ្ងៃនោះទេនិង Missile Metis M នេះងាយស្រួលលីក្នុងការបំលាស់ទីបានលឿននិងប្រើពេលត្រឹមតែ15ទៅ20វិនាទីប៉ុណ្ណោះដើម្បីរៀបចំត្រៀមប្រយុទ្ធនិងអាចបាញ់បាន3ទៅ4គ្រាប់ក្នុង1នាទីចំណែកឯប្រវត្តិនឹងការចូលប្រឡូកក្នុងសង្គ្រាមរបស់វាវិញគឺវាត្រូវបានប្រទេសជាច្រើនប្រើប្រាស់មានដូចជាអាម៉ានី អេសេបេសង់ ឥណ្ឌូនេស៊ី ប៊ុលហ្គារីនិងម៉ាឡេស៊ីជាដើមដោយមីស៊ីននេះត្រូវបានពួកសកម្មប្រយុទ្ធ Hezbollah បាញ់កំទេចរថក្រោះ Merkava របស់អ៊ីស្រាអែលសង្គ្រាមនៅលីបង់ឆ្នាំ2006និងបានចូលប្រឡូកក្នុងសង្គ្រាមនៅអ៊ីរ៉ាក់និងស៊េរីជាដើមឥឡូវនេះយើងក្រឡេកមកមើលមីស៊ីលប្រឆាំងរថក្រោះ Speak MR របស់ថៃដែលទើបនឹងទិញពីអ៊ីស្រាអែលថ្មីនេះវិញម្ដងតាមពិតទៅមីស៊ីល Speak MR របស់ថៃវាមានច្រើនប្រភេទណាស់មានដូចជា Speak SR Speak LR និងមានប្រភេទផ្សេងទៀតជាច្រើនប៉ុន្តែសម្រាប់មីស៊ីល Speak MR នេះគឺវាស្ថិតក្នុងចំនួនទី3ដែលត្រូវបានប្រើប្រាស់ក្នុងឆ្នាំ1997ឬក៏1998ដោយវាធ្វើទំនើបកម្មចេញពីមីស៊ីលស៊េរីចាស់មុនដោយមីស៊ីល Speak MR នេះគឺវាមានទម្ងន់13គីឡូក្រាមឯកសារខ្លះថា14គីឡូក្រាមនិងពេលវាបំពាក់ឧបករណ៍រួចរាល់ដើម្បីត្រៀមប្រយុទ្ធគឺមានទម្ងន់26គីឡូក្រាមនិងមានបណ្ដោយប្រវែង 1.2 ម៉ែត្រនិងមានអង្កត់ផ្ចិត130មីលីម៉ែត្រប្រភពខ្លះទៀតបាននិយាយថាគឺវាមានអង្កត់ផ្ចិត170មីលីម៉ែត្រដែលវាត្រូវការពេលត្រឹមតែ15វិនាទីឬក៏30វិនាទីប៉ុណ្ណោះដើម្បីរៀបចំត្រៀមប្រយុទ្ធនិងវាអាចបាញ់បានចម្ងាយ 2.5 គីឡូម៉ែត្រគឺជាចម្ងាយដែលបាញ់ចំគោលដៅបានល្អហើយគ្រាប់មីស៊ីល Speak MR អាចបាញ់ទម្លុះស្រទាប់ដៃការពីរថក្រោះជម្រៅ700មីលីម៉ែត្រដោយមីស៊ីននេះប្រើប្រាស់ប្រព័ន្ធកំណត់គោលដៅ Infrared Homing ដែលអាចធ្វើឲ្យវាបាញ់ចំគោលដៅបានល្អនិងការបំពាក់ឧបករណ៍ផ្សេងទៀតក៏ដូចជាកាមេរ៉ាចាប់យករូបភាពដែលធ្វើឲ្យអ្នកបាញ់មើលឃើញសត្រូវបានយ៉ាងច្បាស់មិនថាពេលយប់ឬក៏ពេលថ្ងៃនោះទេហើយប្រវត្តិនៃការចូលប្រឡូកក្នុងសង្គ្រាមរបស់ក្រុមមីស៊ីលប្រឆាំងរថក្រោះប្រភេទ Speak នេះវិញគឺវាត្រូវបានគេប្រើប្រាស់ក្នុងសង្គ្រាមជាច្រើនមកហើយដូចជាសង្គ្រាមនៅលីបង់សង្គ្រាមនៅហ្គាហ្សានិងសង្គ្រាមនៅអាហ្វហ្គានីស្ថានជាដើមនិងសប្តាហ៍នេះមីស៊ីលប្រឆាំងរថក្រោះនេះត្រូវបានប្រទេស30ជាងដែលប្រើ